ដល់20នាទីនៅបងប្អូនបានបបរខងកែបមកចាន់ឡើងឈ្ងុយហើយឆ្ងាញ់ទៀតមួយអាទិត្យនេះគឺខ្ញុំថតជាប់មកបងប្អូនគឺមានអារម្មណ៍ថាអត់សូវស្រួលខ្លួននេះចង់ហូបរបស់ក្តៅអញ្ចឹងឥឡូវតោះយើងទៅឆ្នៃបបរកែបហូបទាំងអស់គ្នាដែលគ្រឿងផ្សំយើងនេះមានជាមួយនឹងកែបទឹកស៊ីអ៊ីវជីងស៊ូខ្យងម្សៅឆាប្រេងម្ទេសជាមួយនឹងស្ករត្នោតហើយម្ទេសខ្ទឹមខ្ញីម្ទេសក្រៀមម្រេចអីចឹងណាបងប្អូនហើយមានជាមួយម្សៅស៊ុបខ្ញុំក៏បន្ថែមស្រាចិនបន្តិចដែរអញ្ចឹងឥឡូវយើងមកប្រឡាក់ជាមួយនឹងកែបរបស់យើងដើម្បីឲ្យវាចូលជាតិបានល្អអញ្ចឹងកែបនេះខ្ញុំបានលាងស្អាតហើយសោះទឹកក្តៅចេញមកស្អាតដែរដើម្បីវាបាត់ក្លិនណាតោះមកខ្ញុំដាក់ជាមួយនឹងប្រេងខ្យងទឹកស៊ីអ៊ីវជីងស៊ូដែលបង្កើនឲ្យរសជាតិម្ហូបអាហាររបស់យើងកាន់តែឆ្ងាញ់បងប្អូនយើងដាក់រៀងច្រើនតិចមកដោយសារតែយើងអត់ប្រើទឹកត្រីទេបន្ទាប់មកទៀតខ្ញុំប្រើជាមួយនឹងស្ករត្នោតខ្ញុំបន្ថែមជាមួយនឹងម្សៅស៊ុបបន្តិចទៅមានជាមួយម្រេចហើយនឹងខ្ញុំដាក់ម្ទេសខ្ទឹមចូលទៅដើម្បីឈ្ងុយឆ្ងាញ់ជាប់សាច់កែបព្រោះបបរខងកែបនេះតរៀងហឹរតិចបានឆ្ងាញ់បងប្អូនយើងផ្អាប់វាទុកចោលសិនទៅយើងមកលាយគ្រឿងធ្វើទឹកខងកែបគឺយើងប្រើជាមួយនឹងស្ករត្នោតទឹកស៊ីអ៊ីវជីងស៊ូដែលផ្សំចេញពីសណ្តែកសៀងហើយយើងអាចប្រើចម្អិនម្ហូបក៏បានឬមួយក៏ប្រើជាទឹកជ្រលក់ក៏បានដែរយើងក៏អាចយកទៅប្រឡាក់សាច់ធ្វើបាយឆាមីឆាធ្វើម្ហូបចំហុយឬមួយក៏ធ្វើស៊ុបឬមួយក៏យកទៅធ្វើទឹកជ្រលក់ម្ហូបបំពងអីក៏បានដែរទឹកស៊ីអ៊ីវជីងស៊ូខ្ញុំបន្ថែមមួយម្សៅស៊ុបចូលបន្តិចហើយនឹងប្រេងខ្យងបងប្អូនហើយខ្ញុំក៏ដាក់ជាមួយនឹងអានេះប្រភេទទឹកស៊ុបអាចបន្ថែមម្ទេសខ្ទឹមហើយនិយាយយើងកូរចូលគ្នាសពទុកម្លាយសិនណាបងប្អូនបន្តមកទៀតយើងមករំលាយម្សៅពោតដើម្បីដាក់ឲ្យទឹកខងកែបរបស់យើងខាប់ធ្វើខងកែបគឺខ្ញុំប្រើជាមួយនឹងប្រេងម្ទេសជំនួយប្រេងឆាដើម្បីវាមានពណ៌ស្អាតទៅខរបស់យើងណាហើយខ្ញុំដាក់គ្រឿងនេះខ្ទឹមជ្រាមានម្ទេសក្រៀមគល់ខ្ទឹមហើយជាពិសេសខ្ញីដាក់រៀងច្រើនដោយសារថ្ងៃនេះអត់សូវស្រួលខ្លួនហ៎បងប្អូនយើងឆាវាមកឡើងឈ្ងុយហើយយើងចាក់អង្កែបដែលយើងបានប្រឡាក់មិនចូលឆាវាថ្នមៗកុំឲ្យបែកសាច់អង្កែបវល់ពេញហ្នឹងណាបងប្អូនបន្តមកទៀតក៏ចាក់គ្រឿងដែលយើងបានលាយមិញហ្នឹងចូលទៅហើយនឹងខ្ញុំក៏ដាក់ជាមួយនឹងទឹកស៊ុបចូលអស់ទៅដើម្បីរំងាស់អង្កែបរបស់យើងគឺវាផុយឲ្យលួយអញ្ចឹងណារំងាស់ប្រហែលជា10ទៅ15នាទីហើយឆ្អិនហើយយើងក៏ដាក់ជាមួយនឹងម្សៅពោតចូលទៅដើម្បីឲ្យទឹកខងកែបរបស់យើងខាប់អូយបងប្អូននៅក្រៅគឺឈ្ងុយពេញផ្ទះហ្មងហើយបបរខងកែបនេះយើងកុំយកទឹកច្រើនពេកហើយក៏កុំស្ងួតពេកទៅមកល្មមបងប្អូនហើយយករសជាតិរៀងដិតតិចមកដោយសារតែយើងនឹងត្រូវញ៉ាំជាមួយនឹងបបរសអញ្ចឹងណាហើយកុំភ្លេចជាមួយនឹងទឹកស៊ីអ៊ីវជីងស៊ូក៏ខ្ញុំបានយកមកជ្រលក់ជាមួយនឹងខងកែបរបស់យើងដើម្បីបង្កើនរសជាតិខងកែបរបស់យើងឲ្យកាន់តែឆ្ងាញ់ញ៉ាំជាមួយនឹងបបរថ្ងៃហ្នឹងអញ្ចឹងណាហើយយើងដាក់ម្ទេសខ្ទឹមចូលបន្ថែមទៀតមកអូយកប់សេរីមកបងប្អូនតោះឥឡូវយើងមកភ្លក់ជាមួយនឹងបបរខងកែបរបស់យើងទាំងអស់គ្នានិយាយទៅឈ្ងុយបងប្អូនអើយបងប្អូនឃើញតែផ្សែងហុយហើយយើងកុំភ្លេចនេះជ្រលក់ជាមួយទឹកស៊ីអ៊ីវជីងស៊ូបន្ថែមទៀតមកអូយកាន់តែជាតិហ្មងហើយហូបជាមួយបបរនិយាយទៅបានហត់បបរក្តៅៗទៅគឺរៀងធូរដែរអញ្ចឹងណាចឹងបើសិនជាបងប្អូនឃើញចំណងកុំភ្លេចសាកល្បងធ្វើតាមរូបមន្តរបស់ខ្ញុំរបៀបធ្វើហើយបើសិនជាធ្វើកុំភ្លេចប្រើប្រាស់ជាមួយនឹងទឹកស៊ីអ៊ីវជីងស៊ូបងប្អូននិយាយទៅដាក់ដូចខ្ញុំចេះមកអូយគឺឈ្ងុយឆ្ងាញ់ហើយជាតិហ្មងទឹកស៊ីអ៊ីវជីងស៊ូឆ្ងាញ់ដល់ដំណក់ចុងក្រោយ